ចាសូមអធិប្បាយបន្តទូគូទី92ដែលជាទូគូពិសេស81អំបញ្ញមិញឃើញមកតឯងចាឃើញមកតឯងទេគូ81អំបញ្ញមិញដែលនេះខ្ញុំបានជម្រាបជូនហើយគឺមកតែទូកសៀសែនជ័យបារមីតិចរបស់លោកអង្គញ៉ាំងសៀរីឯទូគូទី92ចាប្រាសាទចេស្តាមហាបវរធិបតីក្រសួងផែនការរបស់ឯកឧត្តមប៊ិនតជ័យចាក្រសួងផែនការឯកឧត្តមប៊ិនតជ័យខ្សែទឹកខាងក្រៅទូកដែលមានឈ្មោះថាអធិរាជស្ដេចកនតេជោសែនជ័យរបស់លោកអង្គញាអឹងសៀននិងព្រះគ្រូចៅអធិការវត្តឃើញថាដាច់ខ្សែទឹកខាងក្រៅឥឡូវនេះឥឡូវតាមវិញហើយប្រាសាទចេស្តាមហាបវរធិបតីសែនជ័យរបស់ក្រសួងផែនការឧបត្ថម្ភដោយឯកឧត្តមប៊ិនតជ័យក្រសួងផែនការតែម្ដងចាឯកឧត្តមរដ្ឋមន្ត្រីលោកឧបត្ថម្ភខ្សែទឹកក្នុងហាក់ដូចជាចាញ់បងទីទួយតែយ៉ាងណាយ៉ាងណីហើយឡើងវិញអើយបាទខ្សែទឹកខាងក្នុងក៏កំពុងប្រឹងដែរឡើងវិញអើយបាទយ៉ាងម៉េចហើយបាទអាចទេខ្សែទឹកខាងក្នុងអាចឬយ៉ាងណាអីអូយអត់ហ៊ានជូនលទ្ធផលទេបងប្អូនអ្នកគ្រប់គ្រងជាទីគោរពរាប់អានអើយចាទូបងប្អូនជាទីគោរពរាប់អានទូកាន់តែល្អមើលហើយអ្វីដែលសំខាន់សូម្បីតែព្រះទិនគរហ្នឹងក៏ស្វាគមន៍បន្ទាបខ្លួនរួចហើយដែរចាដើម្បីឲ្យញ៉ាំបរិកាយាការនេះឲ្យកាន់តែរីករាយបងប្អូនកីឡាករចំណុចទូដែលកោតគាត់មកដល់ទីហ្នឹងក៏ស្រែកហូកញ្ជ្រៀវអបអរសាទរឥឡូវនេះមកដល់ទៀតដែរបងប្អូនទូប៉ណ្ណាំងបាទបងប្អូនទូប៉ណ្ណាំងបាទមកដល់ទៀតហើយចាមកដល់ទៀតហើយទូប៉ណ្ណាំងគូពិសេសចាប់ទន្ទឹមនឹងកងពាន់ទី2នេះយើងខ្ញុំសូមពិនិត្យបន្តិចដើម្បីឲ្យមានភាពសក្តិក្នុងការធ្វើអត្ថាធិប្បាយអធិរាជស្ដេចកនតេជោសែនជ័យរបស់លោកអង្គញាអឹងសៀបដូរមកនៅខ្សែទឹកខាងក្នុងដែលអង្ការពីជើងទី1ហ្នឹងចាញ់គេបន្តិចទួចចាញ់ទៅលើប្រាសាទចេស្តាមហាបវរធិបតីសែនជ័យរបស់ឯកឧត្តមប៊ិនតជ័យលោកឧបត្ថម្ភឥឡូវទៅនៅខ្សែទឹកខាងក្រៅនៅតែលយនៅតែលឿននៅតែលយនៅតែលឿនឥឡូវនេះក៏នៅតែបន្តធ្វើបានល្អដែរសម្រាប់ជើងទី2ដាក់ដាច់ហើយគណៈដែរអធិរាជស្ដេចកនតេជោសែនជ័យបាទកំពុងចាំរបស់អ្នកអង្គញាបាទលោកអង្គញាអឹងសៀចាការវត្តបាទចាញ់អត់ទាន់ទេចាតាមមិនទាន់ទេជាបន្តសូមអនុញ្ញាតទៅទូគូទី93នៅតែចាថងខុននឹងឯកឧត្តមពុទ្ធៈបាទយើងមើលដូចមួយទូកទេបាទមួយទូកពីទូកតែវាជាប់គ្នាណាឯកសណ្ឋានក៏ដាច់គ្នាដែរឯកសណ្ឋានមួយខៀវមួយលឿងចាខ្សែទឹកខាងក្រៅគឺប្រាសាទចេស្តាមហាបវរធិបតីសែនជ័យរបស់ឯកឧត្តមប៊ិនតជ័យចាឯកឧត្តមប៊ិនតជ័យលោកឧបត្ថម្ភទូប្រាសាទចេស្តាមហាបវរធិបតីបាទឧត្តមប៊ិនតជ័យបាទរដ្ឋមន្ត្រីក្រសួងផែនការបាទឥឡូវឃើញថាប្រកាសគ្នាប៉ុន្តែមិនប៉ះគ្នាទេយើងមើលទៅឃើញហាក់ដូចជាទូកតែមួយប៉ុន្តែអត់ទេគឺកម្រិតពីគ្នាមិនប៉ះគ្នាទេបាទខ្សែទឹកខាងក្នុងចាក់ឡោមកហើយដកបន្តិចហើយចាអាចឈ្នះត្រឹមមួយសកត់5ខ្ទង់អីហ្នឹងចតុឡោកតេជោសែនជ័យបារមីវត្តចតុឡោកឧបត្ថម្ភដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីថងខុនប្រធានគណៈកម្មការជាតិអូឡ িম্প ពិកកម្ពុជានិងឯកឧត្តមពុទ្ធៈរដ្ឋមន្ត្រីក្រសួងទេសចរចាបាទបក្រសួងផែនការបាទដែលមានការឧបត្ថម្ភពីអាដាមប៊ិនប្រជ័យរដ្ឋមន្ត្រីក្រសួងផែនការបាទចំណាយឯកខ្សែទឹកខាងក្រៅមហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វាយអណ្ដែតបាទខ្សែដែលជានៅក្រុងអរិយស័ក្តិខេត្តកណ្ដាលឧបត្ថម្ភដោយអាដាមហ៊ុនគឹមជាតិបាទសំទោសចតុឡោកបាទសំទោសចតុឡោកបាទចតុឡោកដែលចូលសែនជ័យបារមីវត្តចតុឡោករបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីថងខុននិងឯកឧត្តមពុទ្ធៈបាទរដ្ឋមន្ត្រីក្រសួងទេសចរបាទឥឡូវយើងឃើញថាគូទាំងពីរនេះបានផុតកងពាន់ទី2ហើយខ្សែទឹកខាងក្នុងបាទកំពុងតែបង្កើនល្បឿនដូចគ្នាខ្សែទឹកខាងក្រៅក៏មិនទម្លាក់ដៃដែរចាល្អមើលណាគូនេះបងប្អូនប្រកៀកប្រកាត់គ្នាមែនតែម្ដងចតុឡោកដែលចូលសែនជ័យបារមីវត្តចតុឡោករបស់ឯកឧត្តមទេសរដ្ឋមន្ត្រីថងខុនឯកឧត្តមហ៊ុនហាក់ខ្សែទឹកខាងក្រៅប្រកៀកប្រកាត់គ្នាតែមើលទឹកខ្សែទឹកក្នុងដូចជាដកហើយខ្សែទឹកខាងក្នុងដកហើយប្រាសាទចេស្តាមហាបវរធិបតីសែនជ័យរបស់ឯកឧត្តមប៊ិនតជ័យដកឯកឧត្តមរដ្ឋមន្ត្រីប៊ិនតជ័យចាទទួលបានជ័យជំនះទៀតហើយបាទឥឡូវនេះបាទឃើញថាបាទយើងបន្តទៅគូទី141ស្រីខ្មៅមានជ័យបាទស្រីខ្មៅមានជ័យល្អឯកបាទពុកតែដកហើយទូករបស់ស្រុកពីរាំងខេត្តព្រៃវែងរបស់ប្រជាការវត្តឥឡូវនេះកំពុងតែដកហើយដកទៅលើប្រាសាទចេស្តាមហាធិបតីសែនជ័យរបស់ក្រសួងផែនការអាដាមប៊ិនតជ័យមិនអាដាមមើលឥឡូវនេះទូកកំពុងតែឡើងហើយបាទចាប់ប៉ុណ្ណេះតាមមិនទាន់ខ្សែទឹកក្នុងហើយស្រីខ្មៅមានជ័យទៅហើយបាទកំពុងតែបន្ថែមលឿនហើយសុំជើងទី1ហើយតាមអត់ទាន់ទេ
តែបើសម្រស់វិញស្រស់ឆាតឆាយណាស់ដែរសម្រាប់ច័ន្ទអធិបតីបារមីចាស្រីខ្មែរមានជ័យសូមអនុញ្ញាតបន្ត100មកអើយកំពុងតាមសាទចេស្តាមហាបវរធិបតីរបស់ឯកឧត្តមបិណ្ឌជិនបិណ្ឌជ័យបាទឥឡូវយ៉ាងម៉េចបាទឥឡូវយើងឃើញថាប្រាសាទចេស្តាមហាធិបតីសែនជីបាទនៅខ្សែទឹកក្នុងបកវិញឡើងនេះឡើងដល់អេបាទយ៉ាងម៉េចហើយបាទជាមួយនឹងស្រីខ្មែរទុកអីគណៈកម្មការចែកទាសបាទផ្ដល់ជូននៅលទ្ធផលបាទប្រហាក់ប្រហែលគ្នាយើងពិបាកមើលដែរ